បើលុយដុល្លារធ្លាក់ថ្លៃល្អសម្រាប់សេដ្ឋកិច្ចដែរឬទេនៅពេលដុល្លារធ្លាក់ថ្លៃវាមានតម្លៃតិចជាងបើធៀបនឹងរូបិយប័ណ្ណផ្សេងៗដូចជាអឺរ៉ូឬយ៉េនឧទាហរណ៍បើអត្រាប្តូរប្រាក់1ដុល្លារស្មើ 0.9 អឺរ៉ូធ្លាក់មកនៅ 0.8 អឺរ៉ូនោះដុល្លារគឺចុះខ្សោយអញ្ចឹងតើវាប៉ះពាល់សេដ្ឋកិច្ចអាមេរិកនិងពិភពលោកយ៉ាងដូចម្តេចសម្រាប់ផលល្អនៃការធ្លាក់ថ្លៃដុល្លារទី1ជួយជំរុញការនាំចេញបើដុល្លារធ្លាក់ថ្លៃទំនិញអាមេរិកនឹងធ្លាក់តម្លៃដូចគ្នាសម្រាប់អ្នកទិញនៅបរទេសឧទាហរណ៍បើទូរស័ព្ទ iPhone មានតម្លៃ $1000 នៅអាមេរិកហើយដុល្លារធ្លាក់ថ្លៃ 10% នោះអតិថិជននៅអឺរ៉ុបនឹងចំណាយអឺរ៉ូតិចជាងមុននេះជំរុញការនាំចេញបង្កើតការងារនិងជួយក្រុមហ៊ុនអាមេរិកដូចជា Apple ផងដែរទី2ទាក់ទាញភ្ញៀវទេសចរបើដុល្លារថោកការធ្វើដំណើរទៅអាមេរិកនឹងមានតម្លៃទាបសម្រាប់ជនបរទេសឧទាហរណ៍ភ្ញៀវទេសចរអឺរ៉ុបឬចិនអាចចំណាយតិចលើសណ្ឋាគារឬហាងនៅទីក្រុងញូវយ៉កនេះជួយវិស័យទេសចរនិងអាជីវកម្មក្នុងស្រុកយោងតាម US Travel Association ភ្ញៀវទេសចរបរទេសបានចំណាយ$180,000 លាននៅអាមេរិកក្នុងឆ្នាំ2024បើដុល្លារធ្លាក់ថ្លៃនោះចំនួនអាចកើនឡើងទី3កាត់បន្ថយបំណុលអាមេរិកមានបំណុលជាតិជាង$33 ទ្រីលាននៅឆ្នាំ2025បើដុល្លារធ្លាក់ថ្លៃតម្លៃជាក់ស្ដែងនៃបំណុលនេះក៏ថយចុះព្រោះត្រូវសងជាដុល្លារដែលមានតម្លៃតិចជាងនេះអាចជួយរដ្ឋាភិបាលអាមេរិកគ្រប់គ្រងហិរញ្ញវត្ថុបានប្រសើរជាងមុនផលអាក្រក់នៃការធ្លាក់ថ្លៃដុល្លារទី1ការនាំចូលឡើងថ្លៃអាមេរិកនាំចូលទំនិញច្រើនដូចជាប្រេងគ្រឿងអេឡិចត្រូនិកនិងសម្លៀកបំពាក់បើដុល្លារធ្លាក់ថ្លៃទំនិញទាំងនេះនឹងឡើងថ្លៃឧទាហរណ៍បើប្រេងឥន្ធនៈឡើងថ្លៃ 10% តម្លៃសាំងនៅអាមេរិកអាចកើនពី $3.5 ទៅ$4ក្នុង1ការុងទី2អតិផរណាបើទំនិញនាំចូលឡើងថ្លៃតម្លៃទំនិញក្នុងស្រុកក៏អាចកើនឡើងយោងតាម Bloomberg បើដុល្លារធ្លាក់ថ្លៃ 10% អតិផរណាអាចកើនពី 3% ទៅ 4.5% ក្នុងឆ្នាំ2025ទី3បាត់បង់ទំនុកចិត្តដុល្លារជារូបិយប័ណ្ណបម្រុងសកលដែលប្រទេសជាច្រើនប្រើសម្រាប់ពាណិជ្ជកម្មនិងបំណុលបើដុល្លារធ្លាក់ថ្លៃខ្លាំងនិងមានការប្រែប្រួលប្រទេសដទៃអាចងាកទៅប្រើរូបិយប័ណ្ណផ្សេងដូចជាអឺរ៉ូឬយ៉នរបស់ចិននេះអាចធ្វើឲ្យអាមេរិកបាត់បង់ឥទ្ធិពលសេដ្ឋកិច្ចសកលអាមេរិកអាចគ្រប់គ្រងបញ្ហានេះយ៉ាងដូចម្តេចចំណុចទី1ជំរុញការនាំចេញរដ្ឋាភិបាលអាចគាំទ្រឧស្សាហកម្មនាំចេញដូចជាកសិកម្មឬបច្ចេកវិទ្យាដែលផ្ដល់ជំនួយឬកាត់បន្ថយពន្ធទី2បង្កើនផលិតកម្មក្នុងស្រុកបើអាមេរិកផលិតទំនិញដែលធ្លាប់នាំចូលដូចជាគ្រឿងអេឡិចត្រូនិកវានឹងកាត់បន្ថយផលប៉ះពាល់នៃការនាំចូលឡើងថ្លៃទី3គ្រប់គ្រងអតិផរណាធនាគារកណ្ដាលអាមេរិកអាចដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាទោះបីវាអាចបន្ថយកំណើនសេដ្ឋកិច្ចក៏ដោយផ្ទុយទៅវិញតើប្រទេសដទៃទទួលបានផលប៉ះពាល់យ៉ាងដូចម្តេចសម្រាប់ប្រទេសនាំចេញដូចជាចិនឬអាល្លឺម៉ង់ដុល្លារធ្លាក់ថ្លៃអាចធ្វើឲ្យទំនិញរបស់ពួកគេឡើងថ្លៃនៅអាមេរិកដែលប៉ះពាល់ដល់ការលក់ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាវៀតណាមឬឥណ្ឌាដែលមានបំណុលជាដុល្លារការធ្លាក់ថ្លៃដុល្លារធ្វើឲ្យពួកគេសងបំណុលកាន់តែងាយដូច្នេះផលប៉ះពាល់គឺខុសគ្នាទៅតាមប្រទេសនីមួយៗសរុបមកវិញការធ្លាក់ថ្លៃដុល្លារអាចល្អសម្រាប់សេដ្ឋកិច្ចអាមេរិកដែលជួយការនាំចេញទេសចរនិងកាត់បន្ថយបំណុលប៉ុន្តែវាក៏មានគ្រោះថ្នាក់ដូចជាអតិផរណាការនាំចូលឡើងថ្លៃនិងការបាត់បង់ទំនុកចិត្តលើដុល្លារអ្វីដែលសំខាន់គឺថាតើអាមេរិកអាចគ្រប់គ្រងផលប៉ះពាល់ទាំងនេះបានល្អប៉ុណ្ណាអ្នកគិតថាការធ្លាក់ថ្លៃដុល្លារនឹងជួយឬធ្វើឲ្យសេដ្ឋកិច្ចអាមេរិកមានបញ្ហាដែរឬទេអាចខមមិននៅខាងក្រោមវីដេអូនេះបាន